Sony ต้องចេញ trailer ថ្មីរបស់ God of War ដែលរឿងដែលគួរឲ្យភ្ញាក់ផ្អើលហ្នឹងគឺថា Kratos មិនមែនជាតួអង្គសំខាន់ទៀតទេគឺ God of War Laufey លើកនេះជាលើកទី1ហើយដែលយើងនឹងលេង game God of War ជាតួអង្គផ្សេងគឺជា Laufey ឬក៏ Faye ដែលជាប្រពន្ធរបស់ Kratos និងជាម្ដាយរបស់ Atreus ហៅ Loki អីដែល surprise ជាងគេនៅក្នុង trailer ហ្នឹងគឺថាចំណុចទី1 Kratos មិនមែនជាតួអង្គសំខាន់ដែលយើងត្រូវលេងទេលើកទី1ហើយដែល God of War ផ្ដោតទៅលើ character ផ្សេងគឺលេងទៅលើតួអង្គ Faye ចំណុចទី2 Faye មានចលនាលឿនជាងប្រើវេទមន្តច្រើនជាងហើយ style វាយក៏មើលទៅរហ័សនិងប្លែកផងដែរ ខុសពី Kratos ដែលយើងធ្លាប់លេងពីមុនមកដែលផ្ដោតទៅលើការវាយបហាធ្ងន់ៗហើយចំណុចទី3គឺការត្រឡប់មកវិញជាមួយនឹងចាំប៊ូតុងទី import character ដែលយើងលេងនឹង load បានវិញហើយចំណុចពិសេសទី4គឺខ្ញុំចាប់អារម្មណ៍ជាងគេហ្នឹងគឺរូបមន្តដដែលដែលធ្វើឲ្យយើងឆ្ងល់ចង់នឹងបន្ថែមពីអាវុធក៏ដូចជាការលងស្រឡាញ់ជាមួយនឹងអាវុធដែលគេណែនាំមកដូចទៅនឹងអាវុធរបស់ Kratos មួយអញ្ចឹងហើយអីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតហ្នឹងគឺថាមនុស្សពីច្រើនគិតថានេះគឺជា prequel របស់ game God of War ប៉ុន្តែចំពោះអ្នកផលិតគឺបាននិយាយថានេះគឺមិនមែនជា prequel ទេគឺជារឿងបន្តទៅមុខទៀតគឺនិយាយចាប់ពី Faye បានស្លាប់ទៅគឺចាប់ពី God of War 2018មកថាតើមានរឿងអីកើតឡើងចាប់ពីពេលហ្នឹងមកសម្រាប់ខ្ញុំផ្ទាល់គឺជាអ្នកគ្រប់គ្រង game God of War ដែលខ្ញុំលេងសឹងតែគ្រប់ game ទាំងអស់ហើយក៏តាមដានជាមួយនឹងសាច់រឿងរបស់ Kratos តាំងពីដើមមកដែរសម្រាប់ខ្ញុំគិតថានេះគឺជាការសម្រេចចិត្តដ៏ធំមួយរបស់ Santa Monica Studio ព្រោះ Kratos គឺជារូបតំណាងឲ្យ game God of War តែម្ដងប៉ុន្តែចំពោះ Faye គឺជាតួអង្គអាចកំបាំងម្នាក់ដែលអ្នកគ្រប់គ្រងចង់ដឹងរឿងរ៉ាវរបស់ប្រពន្ធរបស់ Kratos ជាយូរមកហើយអញ្ចឹងថ្មីតើលើកនេះយើងអត់បានលេងជា Kratos ក៏ដោយក៏សង្ឃឹមថាការនិពន្ធសាច់រឿងមួយនេះគឺបានល្អផងដែរហើយចំពោះ trailer ក៏មាន Kratos នៅក្នុងនឹងដែរហើយខ្ញុំគិតថានៅក្នុង game មួយនេះក៏អត់មាន Kratos បានដែរព្រោះ God of War ត្រូវតែមាន Kratos ហើយចំពោះទាំងអស់គ្នាគិតមិនដែរចង់លេងជាតួអង្គ Faye ឬក៏នៅតែចង់លេងជាមួយនឹងតួអង្គរបស់ Kratos comment នៅខាងក្រោមផង